ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតែងតែតាមដានរាល់វីដេអូរបស់ខ្ញុំបាទដែលផ្សាយចេញទៅនិយាយអំពីឱសថបុរាណខ្មែរបាទមានបងប្អូនខមមិនសួរច្រើនបាទតកតងជាមួយនឹងថ្នាំខ្មែរហើយឥឡូវខ្ញុំបង្ហាញថ្នាំមួយឲ្យពុកម៉ែបងប្អូនស្គាល់បាទហ្នឹងហើយក៏ដឹងពីរបៀបប្រើប្រាស់របស់វាបាទនេះគឺដើមបញ្ញាកាយដើមសង្កែដែលខ្ញុំតែងតែបាទទៅកាប់នៅព្រៃប៉ុន្តែកាប់ហ្នឹងគឺកាប់នៅព្រំដែនណាពុកម៉ែបងប្អូនណាហ្នឹងហើយកាប់នៅព្រំដែនថៃហើយខ្មែរប៉ុន្តែឥឡូវនេះដោយសារតែវារឿងចម្រូងចម្រាសយើងពិបាកចូលបន្តិចថៃពិបាកចូលមែនទែនហ្នឹងហើយយើងកាប់នៅនេះក៏បានដែរប៉ុន្តែវាមិនសូវល្អវាអត់មាននេះណាអត់មានដើមមានអីបតនាវាមានដើមខ្ចីវាសម្បូរតែស្លឹកបាទពុកម៉ែបងប្អូនណានេះដើមបញ្ញាកាយដើមសង្កែហើយវាទៅថ្នាំតាក់តងនឹងជំងឺ100គុណដែលខ្ញុំបានផ្សាយជូនកាលពីលើកមុនម្ដងហើយកាពះពោះវៀនក៏ត្រូវតសៃក៏ត្រូវបាទមហារីកក៏ត្រូវជំងឺថ្លើមក៏ត្រូវជំងឺប្រមាត់ក៏ត្រូវតាក់តងជាមួយនឹងបញ្ញាកាយដើមសង្កែនេះប៉ុន្តែវាមាន3ប្រភេទដែលលាយចូលគ្នាហើយពុកម៉ែបងប្អូនអាចទៅមើលវីដេអូចាស់ៗរបស់ខ្ញុំបានដែលខ្ញុំបានបង្ហាញបាទហើយមួយនេះគឺលឹងអេសូពុកម៉ែបងប្អូនណាលឹងអេសូនេះក្រៀមហើយដល់ហាលស្ងួតទៅវាអញ្ចឹងហ្នឹងហើយតម្រាំតែហាលស្ងួតមានថ្ងៃណាពុកម៉ែបងប្អូនលំបាកមែនតើអាហ្នឹងលឹងអេសូអាហ្នឹងហ្នឹងហើយអាហ្នឹងយកថ្នាំយកទៅថ្នាំបរោះបាទថ្នាំបរោះណាថ្នាំអ្នកខ្សោយបញ្ហាផ្លូវភេទអាហ្នឹងហ្នឹងហើយនេះអីសីផ្សំស្រាច់គឺថ្នាំ100គុណដូចគ្នាមកអីសីផ្សំស្រាច់ហ្នឹងហើយចង់និយាយថាថ្នាំហ្នឹងអាចផ្សំជាមួយនឹងកាពះក៏បានផ្សំជាមួយនឹងសរសៃក៏បានផ្សំជាមួយនឹងតម្រងនោមក៏បានផ្សំនឹងមានបញ្ហាខ្សោយបាទប្រព័ន្ធផ្លូវភេទក៏បានដែរណាអីសីផ្សំស្រាច់នេះខ្ញុំកាប់មកច្រើនបាទពុកម៉ែបងប្អូនណាហ្នឹងហើយកាត់មិនទាន់អស់ទៀតផងនឹងកំពុងតែដាក់ហាលបដាដោយសារប្រហែលថ្ងៃនេះវាអត់សូវមានថ្ងៃទៅតែថ្ងៃនេះទៅវាមានថ្ងៃបន្តិចទៅបានដាក់ហាលហើយមួយនេះបងប្អូនស្គាល់ហើយគឺវัวស្លឹកតាជាដំរីតែនេះស្លឹកបាទនេះស្លឹកណាហ្នឹងហើយយើងយកមកធ្វើថ្នាំថ្លើមថ្នាំតម្រងនោមក៏ត្រូវថ្នាំមានបញ្ហាលើសចិត្តស្គរបាទបញ្ចុះ A1C ក៏ត្រូវហើយនេះសរសៃក៏ត្រូវដែរពុកម៉ែបងប្អូនណាហ្នឹងហើយខាងនេះគឺដើម5តលឹងអ្នកខ្លះតាដើម5តលឹងអត់សូវមានគុណប្រយោជន៍ប៉ុន្តែអ្នកដែលមិនដឹងហ្នឹងគឺមិនសូវស្គាល់ប្រភេទដើមឈើដែលជាថ្នាំហ្នឹងច្បាស់លាស់ទេដើម5តលឹងនេះពុកម៉ែបងប្អូនយកទៅធ្វើថ្នាំកាពះក៏បានដែរពុកម៉ែបងប្អូនណាហ្នឹងហើយថ្នាំកាពះថ្នាំហើមស្រកអីគឺបាទ5តលឹងគឺផ្កាយណាហ្នឹងហើយអានេះគឺដូចគ្នាទេបាទអីចេះសំស្រាច់ហើយអានេះមើមវัวស្លឹកតាជាដំរីបាទវัวស្លឹកតាជាដំរីដូចគ្នាដែរហើយនោះបាទខ្ញុំបង្ហាញបងប្អូនហើយគឺមើមស្មៅ5ដកបាទមើមស្មៅ5ដកវាមានវัวដំរី5ដកហើយនឹងមើមស្មៅ5ដកគុណភាពប្រើគឺប្រើបានដូចគ្នាប៉ុន្តែមើមដំរី5ដកនេះវាខ្លាំងជាងណាហ្នឹងហើយអានឹងយកទៅធ្វើថ្នាំប្រព័ន្ធផ្លូវពេទ្យសម្រាប់បរោះអីឬក៏ឲ្យនារីអីសាច់ស្អាតអីគឺប្រើរូបកជាតិដែលជាមើមនេះបានពុកម៉ែបងប្អូនណាហ្នឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នាដែលជួយគ្រប់គ្រងនិងបន្តគ្រប់គ្រងផ្នែកខ្មែរតទៅទៀតអរគុណ